បសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំអានភាសាខ្មែរមេរៀនទី49ផ្លាកសញ្ញាសុវត្ថិភាពនានាអំណាចចូលអាចអត្ថបទនិងសង្កេតផ្លាកសញ្ញាខាងក្រោមរួចឆ្លើយនឹងសំណួរផ្លាកសញ្ញាមានច្រើនដូចជាផ្លាកសញ្ញាបញ្ជាផ្លាកសញ្ញាបម្រាមផ្លាកសញ្ញាអាសន្ននិងផ្លាកសញ្ញាគ្រោះថ្នាក់ជាដើមផ្លាកសញ្ញាគ្រោះថ្នាក់មានច្រើនប្រភេទទៀតដូចជាសញ្ញាក្បាលខ្មោចសញ្ញាការដ្ឋានសំណង់សញ្ញាគូខ្វែងលាក់ផ្លាកសញ្ញានីមួយមានន័យខុសៗគ្នានៅលើផ្ទៃដីបើមានដាក់សញ្ញាក្បាលខ្មោចមានន័យថាទីនោះមានមីនឬគ្រាប់មិនទាន់ទុះម្យ៉ាងទៀតបើនៅតាមផ្លូវមានដាក់សញ្ញាការដ្ឋានបញ្ជាឲ្យអ្នកដំណើរប្រុងប្រយ័ត្នព្រោះទីនោះមានការជួសជុលផ្លូវឬប្រព័ន្ធលូជាដើមផ្លាកសញ្ញាទាំងនោះធ្វើឲ្យយើងដឹងពីចំណុចគ្រោះថ្នាក់ផ្សេងៗដូច្នេះដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗយើងត្រូវស្វែងយល់ពីផ្លាកសញ្ញាទាំងនោះឲ្យបានច្បាស់លាស់ដើម្បីរស់នៅប្រកបដោយសុខសុវត្ថិភាពជំរាបលាអ្នកទាំងអស់គ្នា